Italy trong tờ thơ rộng xã đào sau khi chứ có vì trong tờ swing nè mới từ swing rộng xã địa tờ sổ cho cả bò sau phải chỉ ấy nữa mấy ơi cái chớ đấy tờ trái đấy tờ thôi tôi phải chấp xa cho nên tờ ấy mà nó ao thì ao lời nữa bên thua tay từ bên tên đang xẻ còn mà đấy ពិតមែនហើយ OTI ឥឡូវនេះបានរៀបចំដំណើរកម្សាន្តទៅកាន់សហភាពអឺរ៉ុបទាំង3ប្រទេសគឺអ៊ីតាលី ស្វីស និងបារាំងជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យដែលលោកអ្នកអាចបំភ្លេចបានចាប់ផ្ដើមដំណើរកម្សាន្តដំបូងយើងនឹងទៅទស្សនាទិដ្ឋភាពទីក្រុងមីឡានដែលមានទីលាន Mono Milan ជាវិហារដ៏ល្បីនិងធំបំផុតមួយនៅប្រទេសអ៊ីតាលីមកដល់ទីនេះបងប្អូនកុំភ្លេចថតរូបជាមួយសំណង់ដ៏អស្ចារ្យមួយនេះអសដោយសារតែស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះត្រូវបានប្រើប្រាស់រយៈពេលសាងសង់ដល់ទៅជិត600ឆ្នាំហើយនោះ Galleria Vittorio Emanuele ដែលជាផ្សារទំនើបប្រវត្តិសាស្ត្រដ៏ល្បីរបស់ទីក្រុងមីឡាននៅទីនេះលោកអ្នកអាចដើរលេងថតរូបជាមួយដំបូលកញ្ចក់ដ៏ស្រស់ស្អាតនិងជាកន្លែងពេញនិយមបំផុតសម្រាប់អ្នកដែលចូលចិត្ត shopping ទំនិញពីហាងម៉ាកល្បីៗលំដាប់ពិភពលោកចាក់ចេញពីប្រទេសអ៊ីតាលីយើងនឹងបន្តទៅកាន់ភ្នំ Titlis ដែលជាតំបន់ទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសស្វីសដើម្បីឡើងទៅដល់កំពូលភ្នំយើងនឹងជិះខ្សែកាប Titlis Road Air ដែលអាចបង្វិលបាន360ដឺក្រេធ្វើឲ្យអ្នកទស្សនាទេសភាពភ្នំព្រិលជុំវិញបានយ៉ាងស្រស់ស្អាតបន្ទាប់មកទៅដល់ទីក្រុង Lucerne ប្រទេសស្វីសយើងនឹងទៅទស្សនាបឹង Lucerne ដែលជាបឹងដ៏ស្រស់ស្អាតមួយនៅកណ្ដាលភ្នំ ALPS ហើយនៅទីនេះលោកអ្នកអាចគយគន់ទេសភាពបឹងពណ៌ខៀវថ្លាភ្នំធំៗនិងបរិយាកាសស្ងប់ស្ងាត់ដូចជាឋានសួគ៌ក្រមេញអញ្ចឹងបន្តមកកាន់ស្ពាន Chapel គឺជាស្ពានឈើចំណាស់មួយដែលមានអាយុកាលរាប់រយឆ្នាំមកហើយហើយជាពិសេសជាងគេនោះគឺមានគំនូរបុរាណនៅខាងក្នុងនៅពេលដែលយើងឆ្លងកាត់ស្ពាននេះលោកអ្នកនឹងទទួលបានអារម្មណ៍ដូចជាស្ថិតនៅទីក្រុងអឺរ៉ុបបុរាណអញ្ចឹងយើងនឹងធ្វើដំណើរបន្តឆ្លងកាត់តំបន់ Black Forest ដែលជាតំបន់ធម្មជាតិដ៏ល្បីរបស់ប្រទេស Germany ក្បែរព្រំដែនប្រទេសស្វីសហើយនៅទីនេះល្បីដោយសារតែមានព្រៃស្រល់ខៀវស្រងាត់ខ្យល់អាកាសបរិសុទ្ធនិងទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់មែនទែនបើនៅ Rainfall វិញនៅទីនេះមានទឹកហូរយ៉ាងខ្លាំងពេញមួយឆ្នាំតែម្ដងបង្កើតបានជាទេសភាពមួយដ៏អស្ចារ្យរួមជាមួយនឹងខ្យល់ត្រជាក់យ៉ាងស្រស់ស្រាយចូលមកដល់ទីក្រុងប៉ារីសទៅទស្សនាសារមន្ទីរ Louvre ដែលជាសារមន្ទីរសិល្បៈដ៏ល្បីល្បាញនិងធំជាងគេបំផុតនៅលើពិភពលោកដែលកាន់តែពិសេសជាងគេនោះគឺមានផ្ទាំងគំនូរ Mona Lisa ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំនិងក្រៅពីស្នាដៃសិល្បៈដ៏អស្ចារ្យមួយនេះសារមន្ទីរ Louvre ក៏ល្បីដោយសារតែពីរ៉ាមីតកញ្ចក់នៅខាងមុខដែលជាកន្លែងថតរូបដ៏ពេញនិយមផងដែរបើនៅ Arc de Triomphe វិញគឺជាវិមានប្រវត្តិសាស្ត្រសាងសង់ឡើងដើម្បីរំលឹកដល់ជ័យជំនះរបស់កងទ័ពបារាំងហើយបន្តមកកាន់ស្ពាន Alexander ដែលមានរចនាបែបបុរាណរូបចម្លាក់មាសនិងការតុបតែងយ៉ាងប្រណិតមកលេងនៅទូ Eiffel ដែលជាពណ៌មួយមានកម្ពស់ដល់ទៅ300ម៉ែត្រអាចគយគន់ទេសភាពទីក្រុងប៉ារីសទាំងមូលបានហើយទាំងនេះគ្រាន់តែជាដំណើរកម្សាន្តត្រួសត្រាសរបស់ពួកយើងតែប៉ុណ្ណោះប្រសិនបើបងប្អូនចង់ដឹងព័ត៌មានលម្អិតអាចទាក់ទងមក OTI ឥឡូវនេះបាន